សួស្តីបងប្អូននៅវីដេអូនេះខ្ញុំបង្ហាញការគូរនេះអាក្នុងប្រឆិតនេះវាអត់ឈរតាមអអ៊ីការ៉េចទេវារឿងប្រឆិតណាចឹងដើម្បីគូរថ្នាំនឹងបានយើងចូលមកក្នុង ETAB យើងមកគួយមកខ្ញុំមើលអរណៃវិសិនដក x 86ដក y 56ចឹងដើម្បីគូរនឹងបានខ្ញុំត្រូវប្រើត្រជាន់មួយគួយមកខ្ញុំវាយមកមិញដក x ដោយសារនេះຂະຫນາດជាមីលីម៉ែត្រចឹង86ហើយ y ក៏ដកដែរដោយសារវាធ្លាក់មកផង56ចឹងคลิก point កន្លែងមួយមកឃើញវាលោតបានចំណុចមួយគួយមកដោយសារខ្ញុំមានចំណុចចុងដើមហ្នឹងខ្ញុំចាប់ដើមយកនេះមួយមកគូជាប់ចឹងមកអូខេនេះបានថ្នាំខ្ញុំគូមិញគឺរឿងប្រឆិតឥឡូវយើងមើលប្លង់ថាបដិកម្មទៀតដោយសារកន្លែងហ្នឹងវាប្រឆិតចឹងហើយវាកោងមកចេះទៀតអញ្ចឹងដើម្បីគូថ្នាំនឹងបានគឺយើងត្រូវរកផ្ចិតវាសិនកាត់ផ្ចិតវាអញ្ចឹងវា78គូនេះដល់ទៅគួយមកចាប់មុំវាមើលហើយមក75ចឹងដើម្បីគូនឹងបានខ្ញុំចូល ETAB វាវិញទៀតមកខ្ញុំ extrude ឡើងមកបន្តិចវា00អស់មកនេះ extrude 0.1 ដកតាមទិស y តាមទិស x យើង apply វាខុសតាមទិស x បែរចូលទៅ y អញ្ចឹងយើងដាក់មកដក 0.1 យើងចុចចំណុចហ្នឹងមកវាលោតមកហើយក្រោយមកខ្ញុំចាប់ដើមត្រចំណុចមួយទៀតអានេះវាមិនចំណុចនេះទៅ276ចឹងខ្ញុំចូលកន្លែងត្រនេះមកហើយយកពាក្យជាន់កន្លែងនេះសម័យចង់ផ្លេចហើយx 76 y 2 x 76 y 200មើលຂະຫນាតឡើងនេះផងដោយសារຂະຫນាតវាជាមីលីម៉ែត្រចឹងណានេះចឹងក្រោយមកយើងคลิกមួយមកយើងបានចំណុចហ្នឹងចឹងបានចំណុចហ្នឹងមួយហើយយើងធ្វើគូថ្នាំកោងមួយទៀតអញ្ចឹងយើងចាប់ផ្ដើមចុចចំណុចនេះមួយហើយយកពាក្យ extrude joint program មកហើយយើងយកពាក្យនេះមកអូខេហើយយើងមុំវាមិញបាន75វាស្មើ75ចែកជា10មកអញ្ចឹងវាបាន7.5គុណ10វាបាន75មកតែអញ្ចឹងវាចូលមុំ75ហើយខ្ញុំមកដាក់សញ្ញាដកនេះដោយសារវាស្របទៅនឹងយន្តការអញ្ចឹងវាបូកអញ្ចឹងយើងសាក់លោមើលវារត់ត្រូវអូខុសទីជើងយកចាប់យកមក
វីដេអូសូមបញ្ចប់ត្រឹមហ្នឹងអរគុណ